បាទសូមជម្រាបសួរលោកគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងតារាងប្រឡងឈុំមាសបាទអញ្ចឹងយើងចូលមកកាន់នៅប៊ូតុងនឹងមកបើមានចម្ងល់ឬក៏បញ្ហាអីទាក់ទងជាមួយនឹងការប្រើប្រាស់សូម scan QR code ត្រង់នេះមកលោកគ្រូបាទអញ្ចឹងយើងមានទម្រង់បែបហ្នឹងហើយខ្ញុំបានរៀបចំបាទព្រៀងទុកគឺ15មុខវិជ្ជាបាទយ៉ាងច្រើនបំផុតនៃការប្រឡងឈុំមាសរបស់យើងបាទតែជាទូទៅមិនដល់នឹងទេមើលទៅបាទអញ្ចឹងនៅទីនេះគឺលោកគ្រូអាចបំពេញឈ្មោះមុខវិជ្ជាបានបាទដែលយើងត្រូវប្រឡងសូមបំពេញនៅជួរហ្នឹងមកបាទកន្លែងឈ្មោះមុខវិជ្ជាហ្នឹងហើយបន្ទាប់មកលោកគ្រូអាចធ្វើការជ្រើសរើសបាននៅពេលវេលាបាទពេលវេលាហ្នឹងតើប្រឡងមុខវិជ្ជាហ្នឹងប៉ុន្មាននាទីបាទយើងជ្រើសរើសតាមហ្នឹងទៅគឺខ្ញុំមានរៀបចំ20 40 60 80 90បាទជាទូទៅគឺ40នាទីទេបាទយើងជ្រើសរើសមកលោកគ្រូបាទជ្រើសរើស40នាទីទៅហើយតាក់ទងជាមួយនឹងការបច្ឆេទនៅទីនេះយើងមិនអាចបញ្ចូលបានទេគឺយើងមកបញ្ចូលខាងនេះបើចឹងខាងនេះបញ្ចូលខាងនេះគឺសម្រាប់ឈុំមាសទី1ហើយខាងនេះសម្រាប់ឈុំមាសទី2បាទយើងបញ្ចូលតាមហ្នឹងទៅតាមទម្រង់ការបច្ឆេទនៃកុំព្យូទ័ររបស់លោកគ្រូខាងក្រោមនេះចឹងបន្ទាប់ពីរៀបចំបែបហ្នឹងរួចរាល់ហើយលោកគ្រូអាចធ្វើការបាទជ្រើសរើសបាននៅទីនេះបើសិនជាខ្ញុំជ្រើសរើសយកឈុំមាសទី1វានឹងចាប់ការបច្ឆេទចេញពីឈុំមាសទី1បាទអញ្ចឹងមានថ្ងៃ15បាទខែ3 2024អញ្ចឹងលោកគ្រូយើងជ្រើសរើសបាទឈុំមាសទី2វានឹងចាប់ការបច្ឆេទចេញពីឈុំមាសទី2មានថ្ងៃ13ខែ7 2024បាទអញ្ចឹងវានឹងចាប់ខាងនេះវិញម្ដងអញ្ចឹងគឺបែបហ្នឹងលោកគ្រូអញ្ចឹងឥឡូវឧទាហរណ៍ថាប៉ុណ្្នេះទេបាទតែ4មុខអញ្ចឹងយើងបាទលុបចោលទៅតែប៉ុណ្្នឹងហើយនេះគឺយើងអត់ទាន់បានបញ្ចូលការបច្ឆេទនៅទីនេះបាទអញ្ចឹងនឹងចេញថ្ងៃ00បាទខែ1ឆ្នាំបាទ1900បាទអញ្ចឹងប៉ុណ្ណឹងលោកគ្រូអាចបញ្ចូលការបច្ឆេទនៅទីនេះបានសម្រាប់ការចុះហត្ថលេខាអញ្ចឹងឧទាហរណ៍ថាថ្ងៃហ្នឹងបាទថ្ងៃ18បាទខែ9ឆ្នាំ2025បាទយើងវាយបែបហ្នឹងទៅហើយយើងចុចប៊ូតុងលាក់មួយមកបាទអញ្ចឹងប៉ុណ្ណឹងជាការស្រេចហើយលោកគ្រូអាចបញ្ចូលហត្ថលេខានឹងត្រាលោកនាយកបានបើសិនជាមានការឯកភាពហើយតែបើអត់ទេក៏កុំបញ្ចូលអីហើយយើងអាចបញ្ចូលហត្ថលេខាខ្លួនឯងបានបាទចឹងប៉ុណ្ណេះលោកគ្រូគ្រាន់តែផាសទីតាំងយើងចុចទាញយកគឺជាការស្រេចបាទអរគុណច្រើនលោកគ្រូសម្រាប់ការទស្សនាវីដេអូនេះបាទសូមជម្រាបលា